រដ្ឋបាលខេត្តត្បូងឃ្មុំត្រូវបានរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះនៅខ្វះតែ2ថ្ងៃទៀតទេប៉ុន្តែត្រូវបានរំសាយចោលកម្មវិធីនេះទាំងស្រុងដោយសារបញ្ហារឿងប្រទេសជាតិកំពុងតែកើនឡើងសារជាថ្មីបងប្អូនបានសួរមកកាន់អង្គភាព NSP News ជាច្រើនថាបន្ទាប់ពិធីបុណ្យអុំទូកនេះត្រូវបានផ្អាកក៏ដូចជារំសាយចោលទាំងស្រុងហើយចំណែកការប្រគំតន្ត្រីក៏ដូចជាពិធីដុតកាំជ្រួចអីផ្សេងៗនេះនៅបន្តឬអត់ខ្ញុំសូមបកស្រាយបញ្ជាក់ផងដែរថាបន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងហើយនៅក្នុងលិខិតនោះបានបញ្ជាក់ថាពិធីបុណ្យអុំទូកក៏ដូចជាប្រណាំងទូកព្រមទាំងការប្រគំតន្ត្រីល្បែងល្បាំផ្សេងៗនេះត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំបិទចោលទាំងស្រុងផងបាទគោរពនឹងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលនិយមតាមដាននិងទស្សនាការផ្សាយរបស់អង្គភាព NSP News នៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្តីជូនដំណឹងដល់សាធារណជនបានឲ្យដឹងថារដ្ឋបាលខេត្តត្បូងឃ្មុំត្រូវបានសម្រេចផ្អាកលុបចោលកម្មវិធីបុណ្យអុំទូកអអំបុកនិងសំពះព្រះខែទាំងស្រុងតែម្ដងគឺល្ងាចថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះបងប្អូនមហាជនបានជ្រាបក៏ដូចជាបានដឹងច្បាស់ហើយថារដ្ឋបាលខេត្តត្បូងឃ្មុំត្រូវបានរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះនៅខ្វះតែ2ថ្ងៃទៀតទេប៉ុន្តែត្រូវបានរំសាយចោលកម្មវិធីនេះទាំងស្រុងដោយសារបញ្ហារឿងប្រទេសជាតិកំពុងតែកើនឡើងសារជាថ្មីដូច្នេះហើយក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមប៉ែនកសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំមិនអាចរៀបចំពិធីសប្បាយកក្រឹកកក្រែងត្រហឹងអង្គងនៅក្នុងពិធីបុណ្យអុំទូកសប្បាយនេះបានទេដោយសារឯកឧត្តមគិតរឿងប្រទេសជាតិជាធំយ៉ាងណាមិញការពិធីបុណ្យអុំទូកក៏ដូចជាពិធីនានាសប្បាយគឺយើងអាចធ្វើនៅថ្ងៃណាក៏បានដែរម៉ោងណាថ្ងៃណាវេលាណាក៏បានដែរប៉ុន្តែអ្វីដែលសំខាន់ឯកឧត្តមគិតគូនោះគឺជារឿងប្រទេសជាតិដែលចៅឈ្លានពានសៀមហ្នឹងគឺកំពុងតែធ្វើទុកបុកម្នេញមកដល់ប្រជាជនខ្មែរនៅជាប់ព្រំដែនកម្ពុជានិងសៀមឯណោះហើយយ៉ាងណាមិញនៅថ្ងៃទី12ពីម្សិលមិញគឺយើងបានឃើញហើយព័ត៌មានគឺពួកសៀមនេះគឺបានធ្វើអំពើហិង្សាក៏ដូចជាអំពើយងខ្នងមានប្រើអំពើហិង្សាបាញ់ប្រហារមកលើប្រជាជនខ្មែរបង្ករងរបួសនិងមានអ្នកស្លាប់ផងដែរដោយឡែកគឺយើងសូមបញ្ជាក់ថាបងប្អូនបានសួរមកកាន់អង្គភាព NSP News ជាច្រើនថាបន្ទាប់ពិធីបុណ្យអុំទូកនេះត្រូវបានផ្អាកក៏ដូចជារំសាយចោលទាំងស្រុងហើយចំណែកការប្រគំតន្ត្រីក៏ដូចជាពិធីដុតកាំជ្រួចអីផ្សេងៗនេះនៅបន្តឬអត់ខ្ញុំសូមបកស្រាយបញ្ជាក់ផងដែរថាបន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងហើយនៅក្នុងលិខិតនោះបានបញ្ជាក់ថាពិធីបុណ្យអុំទូកក៏ដូចជាប្រណាំងទូកព្រមទាំងការប្រគំតន្ត្រីល្បែងល្បាំផ្សេងៗនេះត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំបិទចោលទាំងស្រុងផងដែរបងប្អូនប្រិយមិត្តនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងយ៉ាងណាមិញកាលពីថ្ងៃមិញនេះក៏មានទូកមកចំនួន1គូផងដែរជាទូករបស់វត្តដំរិលដែលស្ថិតនៅស្រុកអូររាំងឪខេត្តត្បូងឃ្មុំបានមកដល់ទីតាំងហើយគាត់ដោយសារមកដល់ទីតាំងហើយគាត់ក៏បានយកមកអុំសាកកម្លាំងទូកនៅទន្លេបឹងតវ៉ាន់នេះមួយថ្ងៃផងដែរប៉ុន្តែការអុំនេះគ្រាន់តែជាការអុំសាកកម្លាំងទេដោយសារគាត់ដឹកមកពីឆ្ងាយហើយគឺគាត់មកដល់ហើយគឺគាត់ត្រូវតែអុំសាកកម្លាំងទូកហើយបន្ទាប់ពីសាកកម្លាំងទូកហើយទូកក៏បានលើកយកមកដាក់លើគោកដើម្បីដាក់លើឡានដឹកយកទៅមូលដ្ឋានរបស់គាត់វិញផងដែរអញ្ចឹងយើងបញ្ជាក់ម្ដងហើយម្ដងទៀតកុំឲ្យបងប្អូនមានការងឿងឆ្ងល់ផ្សេងគឺក្នុងពិធីបុណ្យអុំទូកនេះក្នុងកម្មវិធីទាំងប្រគំតន្ត្រីទាំងអុជកាំជ្រួចអីគឺរំសាយចោលទាំងស្រុងតែម្ដងបងប្អូនប្រិយមិត្តបាទអរគុណណាស់បងប្អូនប្រិយមិត្តសម្រាប់ការតាមដានទស្សនាការផ្សាយរបស់អង្គភាព NSP News ពីខ្ញុំបាទភិនិតធ្វើសេចក្តីរាយការណ៍សូមអរគុណ